សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងថ្មីដែលតាក់ទងជាមួយនឹងក្មេងមួយក្រុមដែលមានធម៌ពលពិសេសពីកំណើតហើយដោយសារតែធម៌ពលនេះហើយទៅធ្វើឲ្យជីវិតរបស់ពួកគេនឹងជួបជាមួយនឹងបញ្ហាជាច្រើនហើយនឹងភារកិច្ចជាច្រើនដែលគេត្រូវទទួលខុសត្រូវហើយព្រមទាំងពួកគេនឹងបានចូលទៅរៀននៅក្នុងសាលាមួយដើម្បីគ្រប់គ្រងធម៌ពលរបស់គេឲ្យបានត្រឹមត្រូវផងដែរតោះបើសិនជាយើងចង់ដឹងថាតើធម៌ពលដែលពាក់ព័ន្ធជាមួយក្មេងៗនេះបង្កឲ្យពួកគេមានភារកិច្ចយ៉ាងណាជាមួយនឹងវាសនាត្រូវជួបរឿងអ្វីខ្លះសូមមកទស្សនាជាមួយនឹង admin ទាំងអស់គ្នាអ្នកគ្រូ Farah ជាមួយនឹងលោកគ្រូ Silva បានដើរចេញពីរបាំងការពាររបស់សាលាហើយដើរឆ្ពោះទៅកាន់កន្លែងឃុំបិសាចមួយដែលអ្នកគ្រូ Farah បានចូលទៅក្បែរបិសាចហើយប្រើអធិពលនៃវិត្តមន្តរបស់គាត់នឹងដើម្បីមើលពីអតីតកាលរបស់បិសាចមួយនេះមិនបានយូរប៉ុន្មានបិសាចមួយនេះក៏បានដឹងខ្លួនឡើងហើយធ្វើការវាយប្រហារមកកាន់អ្នកគ្រូប៉ុន្តែពួកគេទាំងពីរនាក់ក៏មិនបានមានគ្រោះថ្នាក់អ្វីឡើយដោយសារតែបិសាចនោះគឺជាប់ចំណងរបស់អ្នកគ្រូងាកមកកាន់ក្រុមសិស្សឯនេះវិញនៅពេលដែលBloomបានភ្ញាក់ពីដំណេកភ្លាមAishaក៏បានសួរទៅកាន់Bloomថាយ៉ាងម៉េចដែរបន្ទាប់ពីការស្នាក់នៅទីនេះអស់រយៈពេល1យប់Bloomក៏បានតបទៅវិញថានាងមិនចង់និយាយអ្វីទាំងអស់ឃើញបែបនេះភ្លាមAishaនឹងក៏ផ្ដល់ឲ្យBloomនឹងប្រញាប់ក្រោកពីដំណេកទៅហើយអាចនឹងទៅរកកាហ្វេមួយកែវដើម្បីបានស្រស់ស្រាយជាងមុនហើយថ្ងៃនេះគឺជាថ្ងៃដែលពួកគេនឹងត្រូវរៀនវិត្តមន្តនៅថ្ងៃដំបូងផងដែរចំណែកសិស្សអតីតទៀតនៅក្នុងបន្ទប់នោះគេក៏បានត្រៀមខ្លួននិងរៀបចំខ្លួនដើម្បីចូលទៅថ្នាក់រៀននៅថ្ងៃដំបូងរបស់ពួកគេ Thara បានសួរទៅកាន់Aishaថាតើនាងនឹងបានឃើញ Stella ដែរឬទេដោយសារតែនាងមិនទាន់បានឃើញ Stella តាំងពីយប់មិញមកម្ល៉េះនិយាយមិនទាន់ផុតមាត់ Stella ក៏បានបើកទ្វារចេញមកពីខាងក្រៅហើយ Musa ពេលដែលឃើញភ្លាមក៏បានសួរទៅកាន់ Stella ថា Stella ដូចជាប្រើប្រាស់ឈុតសម្លៀកបំពាក់ដដែលតាំងពីយប់មិញមកម្ល៉េះចំណែកឯ Stella ក៏បានសួរតាក់ទងមួយ Bloom នឹងថានៅទីណាហើយយ៉ាងម៉េចដែរជាមួយនឹងចិញ្ចៀនរបស់នាង Bloom ពេលដែលឮបែបនេះភ្លាមនាងក៏បានរត់មកប្រាប់ជាមួយនឹង Stella ថានាងបានធ្វើបាត់ចិញ្ចៀនរបស់ Stella ចាប់ផ្ដើមខឹងជាខ្លាំងហើយនិយាយទៅកាន់ Bloom ថាចិញ្ចៀនមួយនោះវាគឺជាគ្រឿងអលង្ការរបស់ម្ដាយរបស់នាងដែលជាម្ចាស់ស្ត្រីហើយអ្នកគ្រប់គ្នាអាចគិតថាវាមិនមែនជារឿងធំនោះទេប៉ុន្តែសម្រាប់នាងគឺជារបស់ដ៏មានតម្លៃចំណែកឯសិស្សដទៃទៀតក៏ដូចជាAishaនឹងក៏បាននិយាយទៅបន្ទោសទៅកាន់ Stella ថាតើដឹងទេកាលពីយប់មិញនឹងBloomបានជួបនឹងរឿងអ្វីខ្លះរឿងដែលពួកគេធ្លាប់សង្ស័យកាលពីមុននឹងក៏បានលេចត្រដែតឡើងថានៅកន្លែងមួយនោះពិតជាមានគ្រោះថ្នាក់មែនចំណែក Stella វិញនាងក៏បាននិយាយទៅកាន់អ្នកគ្រប់គ្នាថានាងនឹងរកដំណោះស្រាយដើម្បីរកចិញ្ចៀនរបស់នាងមកវិញបន្ទាប់ពីថ្នាក់រៀនហើយនាងសង្ឃឹមថាមិនមាននរណាម្នាក់បដិសេធទៅកាន់នាងនោះទេចំណែកឯ Beatrice ដែលជា Fairy នៃខ្យល់ហ្នឹងក៏បានដើរចូលមកក្នុងបន្ទប់របស់នាយកសាលាដើម្បីយកចិត្តទៅកាន់អ្នកគ្រូ Farah ប៉ុន្តែអ្នកគ្រូ Farah ហ្នឹងបែរជាសួរត្រឡប់ទៅវិញថាតើនាងមកទីនេះធ្វើអ្វីដោយមិនទៅបដុំគ្នានៅរង្វង់ថ្មដែលគាត់បានប្រាប់ Beatrice គេក៏បាននិយាយទៅកាន់អ្នកគ្រូថាគេមកទីនេះដោយសារតែនាងនឹងចង់ជួយទៅដល់អ្នកគ្រូថាមានអ្វីអាចឲ្យនាងជួយបានដែរឬទេអ្នកគ្រូ Farah ក៏បានឆ្លើយបដិសេធថែមទាំងប្រាប់ថាគាត់មានជំនួយការរួចមកហើយនៅពេលចូលមកដល់ថ្នាក់រៀនពួកគេបានអង្គុយនៅជុំវិញរង្វង់ថ្មមួយហើយអ្នកគ្រូ Farah បានប្រើប្រាស់សម្លេងរបស់គាត់ដើម្បីប្រាប់ពីឥទ្ធិពលនៃវិត្តមន្តទៅកាន់ពួកគេហើយអ្នកគ្រូ Farah ក៏បានប្រាប់ឲ្យពួកគេឡើងមកបញ្ចេញធម៌ពលនិងសមត្ថភាពរបស់ពួកគេម្នាក់ម្ដងដែលវាចាប់ផ្ដើមអំពីទេពអប្សរភពផែនដីទេពអប្សរនៃទឹកទេពអប្សរនៃចិត្តគំនិតហើយនិងទេពអប្សរនៃខ្យល់នៅចុងក្រោយនឹងគឺទេពអប្សរនៃភ្លើងដែលជា Bloom ប៉ុន្តែនៅពេលនោះដែរ Bloom ក៏មានបញ្ហាជាមួយនឹងការប្រើធម៌ពលរបស់នាងមិនអាចបញ្ចេញធម៌ពលរបស់នាងឲ្យអ្នកគ្រប់គ្នាបានឃើញនោះឡើយអ្នកគ្រូ Farah ក៏បានផ្ដល់យោបល់ទៅឲ្យBloomនឹងបើកចិត្តគំនិតរបស់នាងនឹងថាគិតថាមានវេទមន្តពាសពេញនៅជុំវិញខ្លួនរបស់នាងBloomត្រូវតែរុញច្រានភាពអគតិនិងការស្ទាក់ស្ទើរនៅជុំវិញខ្លួនរបស់គេចេញនៅពេលដែលBloomធ្វើតាមគេបានធ្វើឲ្យអណ្ដាតភ្លើងនឹងឆេះឡើងតែបន្តិចតែប៉ុណ្ណោះAishaនៅពេលដែលឃើញបែបនេះគេក៏បានប្រាប់ឲ្យBloomគិតពីឪពុកម្ដាយរបស់គេនិងអ្នកដែលគេស្រឡាញ់បំផុតប៉ុន្តែBloomគេនៅតែមិនអាចធ្វើបានដោយអារម្មណ៍នៃការស្រឡាញ់របស់គេនឹងគឺបានស្លាប់បាត់ទៅហើយនៅពេលដែលបានបញ្ចប់ថ្នាក់រៀនគេក៏បានមកនិយាយជាមួយអ្នកគ្រូ Farah តែពីរនាក់Bloomបានសួរទៅកាន់អ្នកគ្រូ Farah អំពី Magic Changing ពេលដែលឮបែបនេះភ្លាមអ្នកគ្រូ Farah ក៏បានភ្ញាក់ផ្អើលជាខ្លាំងហើយសួរទៅកាន់BloomវិញថាតើBloomបានឮពាក្យនេះចេញពីនរណា Bloom ក៏បានតបទៅវិញថានាងបានឮចេញពីមិត្តរួមបន្ទប់របស់នាងនៅពេលដែលនាងមិនអាចគ្រប់គ្រងធម៌ពលរបស់នាងបានកាលដែលនៅក្នុងព្រៃហើយវាពិតជាធ្វើឲ្យBloomនឹងពិបាកនឹងជឿខ្លាំងណាស់ដែលនាងគឺជាសាច់ឈាមរបស់ទេពអប្សរហើយក៏ពិបាកនឹងទទួលយកដែរថាឪពុកម្ដាយរបស់នាងសពថ្ងៃគឺជាឪពុកម្ដាយคล้ายៗតែប៉ុណ្ណោះ
Bloom បានសួរទៅកាន់អ្នកគ្រូ Farah ហ្នឹងថាតើអ្នកគ្រូអាចស្គាល់អំពីឪពុកម្ដាយពិតប្រាកដរបស់នាងដែរឬទេអ្នកគ្រូ Farah ក៏មិនអាចប្រាប់នៅចម្លើយមួយនេះបានដែរគាត់បានប្រាប់ទៅកាន់ Bloom ថា Bloom ត្រូវតែមកសាលារៀនជារៀងរាល់ថ្ងៃវឹកហាត់ជារៀងរាល់ថ្ងៃ Bloom នឹងមានសមត្ថភាពដឹងច្រើនជាងមុនហើយចម្លើយដែល Bloom ចង់បានហ្នឹងក៏ខិតមករក Bloom ហ្នឹងម្ដងបន្តិចចំណែកឯក្រុមសិស្សប្រុសៗវិញពួកគេក៏បានព្យាយាមវឹកហាត់ក្បាច់គុនហ្នឹងទៅតាមរឿងធម្មតានៃថ្នាក់រៀនរបស់ពួកគេលុះយូរបន្តិច Stella ក៏បានដើរមកជួបនិយាយជាមួយនឹង Sky ទៅធ្វើឲ្យ Raven មានឱកាសនិយាយជាមួយនឹង Danny ហ្នឹងតែ2នាក់ដោយ Raven បាននិយាយចំអកទៅកាន់ Danny ថា Danny គេបានចូលទៅមើល Instagram របស់ Raven Danny គេក៏បាននិយាយតបទៅវិញថាគេគ្រាន់តែចង់ដឹងអំពីសិស្សឆ្នាំទី2តែប៉ុណ្ណោះនៅពេលឮបែបនេះភ្លាម Raven ក៏បានចែករំលែកទៅកាន់សិស្សឆ្នាំទី1ដូចជា Danny នឹងអំពីការប្រយុទ្ធហើយគេក៏បានឡើងទៅប្រយុទ្ធយកឈ្នះសិស្សម្នាក់ទៀតឲ្យ Danny មើលចំណែកឯ Stella វិញគេក៏បានមកសុំជំនួយពី Sky នឹងឲ្យគេនឹងបានជួយដើម្បីរកចិញ្ចៀនរបស់នាង Sky ក៏បានប្រាប់ឲ្យ Stella នឹងផ្ដល់ដំណឹងមួយនេះទៅកាន់អ្នកស្រីដែលជានាយកសាលានឹងទៅវាគ្រាន់តែជារឿងតូចមួយធម្មតាតែប៉ុណ្ណោះប៉ុន្តែ Stella វិញគឺមិនចង់ធ្វើបែបនេះនោះឡើយហើយនាងក៏បាននិយាយប្រាប់ទៅកាន់ Sky ថាតើអ្នកដឹងមែនទេបើសិនជាម្ដាយរបស់ខ្ញុំនឹងទទួលដំណឹងថាខ្ញុំបានធ្វើឲ្យបាត់ចិញ្ចៀនតើនឹងមានរឿងអ្វីកើតឡើងខ្ញុំមកទីនេះព្រោះតែខ្ញុំនឹងចង់ក្លាយទៅជាមនុស្សក្លាហានទី2បន្ទាប់ពីឪពុករបស់ខ្ញុំ Sky ក៏បានយល់ព្រមជួយទៅកាន់ Stella ចំណែកឯ Stella នៅពេលដែលនាងបានឃើញលោកគ្រូ Silva ដើរចូលមកនាងក៏បានលះហើយនិយាយដើរចាក់ចេញទៅលោកគ្រូ Silva ក៏បានសួរនៅរឿងដែលកើតឡើងប៉ុន្តែ Sky មិនបានប្រាប់រឿងទាំងអស់នោះទៅកាន់លោកគ្រូឡើយដោយគេបានប្រាប់ទៅកាន់លោកគ្រូថាគេអាចដោះស្រាយរឿងទាំងអស់នេះបានចំណែកឯ Beatrice វិញគេក៏បានដើរមករក Raven ហើយក៏បានពិភាក្សាអំពីចង់ឲ្យ Raven នឹងជួយគេនៅក្នុងដែលគេចង់ទៅឆែកឆេរនៅក្នុងបន្ទប់របស់អ្នកស្រី Farah Raven ក៏បានសួរតបទៅវិញថាតើហេតុអ្វីនឹងបានជាគេត្រូវជួយនាង Beatrice បានប្រើមន្តស្នេហ៍ដែលភាពតាក់ទាញនៃស្ត្រីរបស់នាងនឹងទៅកាន់ Raven ទៅធ្វើឲ្យគេនឹងព្រមជួយទៅកាន់នាងចំណែកឯ Musa វិញនៅពេលដែលគេស្ថិតនៅក្នុងកង់ទៀនញ៉ាំបាយគេបានរៀបរាប់អំពីវេទមន្តរបស់គេដែលទទួលអារម្មណ៍ពីអ្នកដទៃនៅម្ដុំនោះប្រាប់ទៅកាន់ Aisha នឹងម្ដងម្នាក់រហូតមកដល់ក្មេងប្រុសមួយរហូតមកដល់គេនឹងសម្លឹងឃើញក្មេងប្រុសម្នាក់ដ៏សែនសង្ហាទើបគេមិនអាចនិយាយអ្វីចេញទៅបានប្រាប់ Aisha តតែសោះដោយក្នុងចិត្តរបស់គេនឹងបង្ហាញពីការលងស្នេហ៍នៃភាពសង្ហារបស់ក្មេងប្រុសម្នាក់នោះនៅពេលដែលពួកគេកំពុងតែអង្គុយញ៉ាំបាយ Stella ជាមួយនឹង Sky បានដើរចូលមកព្រមទាំងមានផែនទីមួយសន្លឹកដើម្បីរៀបចំគម្រោងនឹងស្វែងរកចិញ្ចៀនរបស់ Stella ត្រឡប់មកវិញដំបូងឡើយ Musa ជាមួយនឹង Aisha នឹងក៏មិនព្រមជួយទៅកាន់ Stella នោះឡើយរហូតដល់ Bloom នឹងគេក៏បាននិយាយថាគេនឹងព្យាយាមរកចិញ្ចៀននោះមកវិញព្រោះតែគេនឹងបានធ្វើឲ្យវាបាត់ទើប Aisha នឹងក៏បានតបទៅកាន់ Bloom វិញថា Bloom នាងមិនអាចគ្រប់គ្រងនៅធម៌ពលរបស់នាងបាននោះទេវាពិតជាគ្រោះថ្នាក់ណាស់ក្នុងការធ្វើរឿងមួយនេះចំណែកឯ Thara វិញគេក៏បានយល់ព្រមជួយទៅកាន់ Bloom និង Stella ផងដែរ Bloom បានប្រាប់ទៅកាន់ Stella ថានៅពេលដែល Stella នឹងចង់ចាប់ផ្ដើមធ្វើវានៅពេលណាសូមឲ្យប្រាប់ទៅនាងហើយ Bloom ក៏បានដើរចាក់ចេញទៅដោយ Sky នឹងក៏បានរត់តាមពីក្រោយ Bloom គេបានប្រាប់ទៅកាន់ Bloom ថា Bloom មិនបាច់ធ្វើដល់ថ្នាក់នេះក៏បានដែរ Bloom បានតបទៅវិញថានេះគឺជាទំនួលខុសត្រូវរបស់នាងដោយសារតែនាងបានធ្វើបាត់ចិញ្ចៀនរបស់ Stella នាងនឹងធ្វើគ្រប់យ៉ាងដើម្បីរកវាត្រឡប់មកវិញហើយបញ្ចប់រឿងនេះទៅពួកគេក៏បានសើចឡើងហើយ Sky ក៏បានប្រាប់អំពីទំនាក់ទំនងរបស់ពួកគេជាមួយនឹង Stella នឹងកាលពីឆ្នាំមុនដោយពួកគេធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាប៉ុន្តែវាក៏ត្រូវបានបាត់បង់ទៅវិញ Bloom ក៏បានតបទៅវិញថាទំនាក់ទំនងរបស់ Stella ជាមួយនឹង Sky នឹងមើលទៅវាហាក់ដូចជាមិនធម្មតានោះឡើយហើយហាក់ដូចជារញ៉េរញ៉ៃខ្លាំងបន្តិចនាងមិនចង់បានភាពរញ៉េរញ៉ៃនោះមកក្នុងជីវិតរបស់នាងនោះឡើយ Sky ក៏បានប្រាប់ទៅវិញថាគេមិនចង់ឲ្យ Bloom នឹងយល់ច្រឡំនិងគិតថាគេជាមនុស្សដែលមិនល្អតែប៉ុណ្ណោះចំណែកឯ Bloom វិញនាងទើបតែជួប Sky បានមួយថ្ងៃតែប៉ុណ្ណោះតើនាងនឹងអាចគិតថា Sky គឺជាមនុស្សអាក្រក់បានយ៉ាងម៉េចទៅនិយាយបែបនេះចប់ Bloom ក៏បានដើរចាក់ចេញទៅចំណែកឯ Beatrice គេក៏បានលួចចូលមកក្នុងបន្ទប់របស់អ្នកស្រី Farah ជាមួយនឹង Raven ដោយ Beatrice ព្យាយាមរកអាចកំបាំងនៃប្រវត្តិសាស្ត្រឲ្យអ្នកស្រី Farah មិនព្រមប្រាប់នាងចំណែកឯ Raven វិញនៅខណៈពេលនោះ Raven គេក៏បាននិយាយចាយចង់ទៅកាន់ Beatrice នឹងម្ដងបន្តិចទៅធ្វើឲ្យ Beatrice នឹងបានដើរសម្ដៅមករកគេងាកមកមើល Bloom វិញគេក៏បានលួចមកវឹកហាត់វេទមន្តរបស់គេនៅកន្លែងដែលគេធ្លាប់វឹកហាត់កាលពីមុនប៉ុន្តែ Bloom នៅតែមិនអាចធ្វើវាបាននោះឡើយបន្ទាប់មក Stella ក៏បានដើរចូលមកនិយាយជាមួយនាងហើយ Stella បាននិយាយឌឺដងនឹងបញ្ឈឺទៅកាន់ Bloom ដោយ Bloom ធ្លាប់ប៉ុនប៉ងនិងយកជីវិតរបស់ម្ដាយខ្លួនទៅធ្វើឲ្យ Bloom នឹងចាប់ផ្ដើមផ្ទុះកំហឹងរបស់នាងទៅកាន់ Stella ឃើញបែបនេះភ្លាម Stella ក៏បានប្រាប់ឲ្យ Bloom នឹងដាក់ដៃទៅលើផើងមួយនោះទៅហើយវេទមន្តដ៏ខ្លាំងបំផុតរបស់ Bloom វានឹងកើតចេញពីចិត្តគំនិតដ៏អាក្រក់របស់ Bloom ហើយ Bloom ក៏បានធ្វើតាមទៅធ្វើឲ្យអណ្ដាតភ្លើងនឹងបានឆេះចេញពីផើងមួយនោះឃើញបែបនេះ Bloom ក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកឯលោកគ្រូ Silva វិញគាត់កំពុងតែពិភាក្សាជាមួយនឹងអ្នកគ្រូ Farah ក្នុងការផ្ដល់
ល់ដំណឹងទៅកាន់អាណាចក្រផ្សេងក្នុងការដោះស្រាយរឿងដែលពាក់ព័ន្ធជាមួយនឹងបិសាចប៉ុន្តែអ្នកគ្រូហ្វារ៉ាហ្នឹងក៏មិនចង់ឲ្យអាណាចក្រផ្សេងមកពាក់ព័ន្ធនោះដែរដោយគាត់គិតថានេះគឺជារឿងនៅក្នុងសាលារបស់គាត់គួរតែជាអ្នកដោះស្រាយផ្ទាល់ខ្លួនគាត់ចំណែកលោកគ្រូក៏បានបញ្យល់ទៅវិញថាគាត់នឹងធ្វើការតាក់ទងទៅកាន់អាណាចក្រនោះដើម្បីបញ្ជូនកងទ័ពមកធ្វើការដោះស្រាយរឿងមួយនេះនៅពេលដែលកងទ័ពមួយក្រុមបានធ្វើដំណើរមកដល់ជិតនឹងសាលារៀនរបស់ពួកគេក៏បានឮសំឡេងចម្លែកមួយចេញពីក្នុងព្រៃពេលដែលពួកគេបានចុះទៅត្រួតពិនិត្យវាក៏មិនបានឃើញអ្វីចម្លែកនោះឡើយតែសំឡេងចម្លែកមួយនោះក៏នៅតែបន្តឡើងមួយទៀតនៅពេលដែលពួកគេបានរៀបនឹងឡើងឡានចាក់ចេញទៅពួកគេក៏បានព្យាយាមដើររកមើលបន្តទៀតស្រាប់តែពួកគេនឹងបានវាយប្រហារពីសត្វចម្លែកមួយចំណែកឯសាវិញនៅខណៈពេលដែលគេស្ថិតនៅក្នុងបន្ទប់គេក៏បានឃើញការប្រើប្រាស់វេទមន្តដោយបង្រៀនពី Stella នឹងទៅកាន់ Bloom ពេលឃើញបែបនេះភ្លាមគេក៏បានយករឿងនេះទៅនិយាយជាមួយនឹង Musa ថាគេហាក់ដូចជាមិនពេញចិត្តនៅការបង្រៀនមួយនោះទាល់តែសោះ Musa ក៏បានតបទៅវិញថាហេតុអីបានជា Aisha នឹងចាត់ទុកទំនាក់ទំនងគេជាមួយនឹង Bloom នឹងសំខាន់ដល់ថ្នាក់នេះដោយ Bloom គ្រាន់តែជាមិត្តភក្តិរួមបន្ទប់តែប៉ុណ្ណោះ Aisha ក៏បានតបទៅវិញថាមិត្តភក្តិរួមបន្ទប់នឹងក៏ជាមិត្តភក្តិរបស់គេនោះដែរបន្ទាប់មកគេក៏បានសួរតាក់ទងជាមួយនឹងរឿងរបស់ Musa ដែលគេចាប់អារម្មណ៍ទៅលើបរិសម្នាក់វិញនិយាយមិនទាន់ផុតមាត់បរិសម្នាក់នោះក៏បានដើរចេញពីជញ្ជាំងហើយ Musa ក៏បានទទួលអារម្មណ៍ដឹងថាគេនៅម្ដុំនេះ Aisha ក៏បាននិយាយសួស្ដីទៅកាន់បរិសម្នាក់នោះហើយក៏បាននិយាយលាទៅកាន់អ្នកទាំងពីរដើម្បីទុកឱកាសនឹងឲ្យពួកគេនៅតែពីរនាក់ចំណែក Thora វិញគេក៏បានដើរមកជួបជាមួយនឹង Dina ហើយក៏បានប្រើធម្មពលរបស់នាងដើម្បីឲ្យដើមឈើមួយដើមនឹងបានលូតលាស់ឡើងនៅខាងមុខ Dina ផងដែរនៅខណៈពេលដែលពួកគេទាំងពីរនាក់កំពុងតែជជែកគ្នា Riven ក៏បានផ្ញើសារមួយទៅកាន់ Dina នឹងហើយសួរ Dina ថាតើគេនឹងមានការវឹកហាត់ដែរឬទេនៅថ្ងៃនេះហើយ Dina ក៏បានតបទៅវិញជាមួយនឹងសារមួយនោះហើយ Dina ក៏បានលាទៅកាន់ Thara នឹងប្រាប់នាងថាគេមានការវឹកហាត់បន្ទាប់មកគេក៏បានប្រញាប់ប្រញាល់ដើរចាក់ចេញទៅកាន់ Riven ចំណែក Riven វិញគេកំពុងស្ថិតនៅក្នុងបន្ទប់ជាមួយនឹង Beatrice ក៏បាននិយាយចំអកទៅកាន់ Riven ថា Riven នឹងពិតជាជំនាញខ្លាំងណាស់ក្នុងការលេងសើចជាមួយនឹងអ្នកដែលស្រឡាញ់ភេទដូចគ្នាចំណែក Riven គេក៏បានតបទៅវិញថាគេមិនគិតថា Dina នឹងគឺជាមនុស្សដែលស្រឡាញ់ភេទដូចគ្នានោះទេប៉ុន្តែគេក៏មិនខ្វល់នោះដែរដោយគេនឹងព្យាយាមធ្វើឲ្យ Dina នឹងមានអារម្មណ៍ល្អជាមួយនឹងគេហើយនោះហើយគឺជាផែនការរបស់គេនិយាយបានបន្តិច Sky ក៏បានដើរចូលមកហើយគេក៏បាននិយាយគំរាមទៅកាន់ Riven នឹងថាវាមិនល្អនោះទេក្នុងការដែល Beatrice នៅក្នុងបន្ទប់របស់ពួកគេនៅពេលថ្ងៃបើសិនជាលោកគ្រូចាប់បាន Riven បានប្រាប់ទៅកាន់ Sky វិញថាលោកគ្រូ Silva នឹងបានចាក់ចេញទៅហើយដោយគាត់មានការជួបជាមួយនឹងក្រុមយោធារបស់ Silaria Sky ក៏បាននិយាយឡើងអំពីការដែលបានផ្លាស់ប្ដូរបិសាចដែលពួកគេចាប់បាននឹងទៅគុករបស់ Silaria ដែលវាមិនមែនជារឿងធម្មតានោះឡើយនៅពេលដែលបាននិយាយរឿងមួយនេះចប់ពួកគេក៏បានលាគ្នាហើយ Beatrice នឹងក៏បានដើរចាក់ចេញទៅបណ្ណាល័យវិញចំណែកឯ Aisha វិញនៅពេលដែលនាងស្ថិតនៅក្នុងបន្ទប់ជាមួយនឹង Bloom នាងក៏បាននិយាយត្រង់ៗទៅកាន់ Bloom ថានាងមិនសូវចូលចិត្តជាមួយនឹងការបង្រៀនការប្រើវេទមន្តរបស់ Stella ទៅកាន់ Bloom នោះឡើយដោយនាងមិនបានទុកចិត្តជាមួយនឹងចិត្តគំនិតរបស់ Stella នោះឡើយ Bloom បានសួរទៅកាន់ Aisha វិញថាហេតុអ្វីបានជា Aisha នឹងបានដឹងពីរឿងនេះ Aisha ក៏បានប្រាប់ទៅកាន់ Bloom ថានាងបានឃើញនៅក្នុង notebook របស់ Bloom និយាយមិនទាន់បានផុតមាត់ផង Stella ក៏បានដើរចូលមកហើយប្រាប់រឿងដំណឹងដែលលោកគ្រូ Silva ព្យាយាមផ្លាស់ប្ដូរបិសាចដែលចាប់បាននោះទៅកាន់អាណាចក្រផ្សេងដូច្នេះពួកគេត្រូវតែធ្វើផែនការរបស់គេក្នុងការយកជាមកវិញនៅក្នុងពេលនេះចំណែកឯ Musa វិញគេកំពុងតែនិយាយសារសងជាមួយបរិសុទ្ធជាទីស្រឡាញ់របស់គេដែលមានឈ្មោះថា Helvi បានបន្តិចក្រោយមកសេចក្តីសុខរបស់នាងក៏ត្រូវបានបញ្ចប់ដោយនាងបានទទួលសារអំពី Thora នឹងប្រាប់ថាពួកគេកំពុងតែត្រូវការនាងនៅពេលឥឡូវនេះដោយមានការផ្លាស់ប្ដូរបិសាចមួយនោះចេញពីកន្លែងឃុំឃាំងលើដូចនេះភ្លាម Musa បានលា Helvi ដើម្បីទៅជួយមិត្តភក្តិរបស់នាង Helvi ក៏បានតបទៅវិញថាមិនអីនោះទេ Musa នឹងរកគេឃើញម្ដងទៀតនៅពេលដែលនាងប្រើវេទមន្តនៅផ្លូវចិត្តរបស់នាងហើយពួកគេនឹងអាចជួបគ្នានៅពេលក្រោយនៅពេលដែលពួកគេទាំង3នាក់នឹងបានធ្វើដំណើរទៅ Stella ហាក់ដូចជាមិនពេញចិត្តជាមួយនឹងវត្តមានរបស់ Aisha ដែលទៅតាមគេនោះឡើយនៅពេលដែលពួកគេរៀបនឹងចេញពីរបាំងការពារនៃសាលា Stella បានប្រាប់ឲ្យ Aisha នឹងស្ថិតនៅទីនេះហើយកុំចូលទៅអីចំណែកឯ Aisha វិញក៏បានប្រាប់ថាពួកគេទាំងអស់គ្នានឹងគឺពិតជាត្រូវការនាងនៅពេលដែល Bloom នឹងប្រើធម្មពលរបស់នាងហួសកម្រិតតើពួកគេនឹងត្រូវធ្វើយ៉ាងម៉េចទៅដោយការប្រកែកគ្នាទៅវិញទៅមកនឹងធ្វើឲ្យ Bloom បានហាមឃាត់ពួកគេចំណែកឯពីរអ្នកទៀត Thora ជាមួយនឹង Musa ក៏បានមកដល់ហើយពួកគេក៏បានឲ្យ Musa នឹងនាំគេចូលទៅកន្លែងដាក់ឃុំឃាំងបិសាចមួយនោះប៉ុន្តែជារឿងអស់សង្ឃឹមចំពោះពួកគេនៅពេលដែលពួកគេបានបើកទ្វារចូលទៅគឺមិនឃើញវត្តមានរបស់បិសាចនោះស្ថិតនៅទីនោះនោះឡើយចំណែក Stella វិញនៅពេលដែលបាត់បិសាចអញ្ចឹងនាងមិនសង្ឃឹមក្នុងការបានចិញ្ចៀនរបស់នាងមកវិញនោះឡើយហើយម្ដាយរបស់នាងនឹងសម្លាប់នាងជាមិនខានចំណែកឯ Musa ជាមួយនឹង Thora នៅខាងក្រៅ Musa បានទទួលអារម្មណ៍គ្រោះថ្នាក់មួយនៅម្ដុំនោះនៅពេលនោះដែរពួកគេក៏បានសម្លឹងទៅឃើញសាកសពដែលត្រូវបិសាចនោះសម្លាប់ហើយក៏បានស្រែកហៅគ្នារបស់គេឲ្យចេញទៅមើលប៉ុន្តែ Bloom គឺមិនបានចេញទៅនោះឡើយដោយនៅទី
ទៅនោះក៏មានបរោះម្នាក់ក្នុងចំណោមនោះនៅមានជីវិតផងចំណែកឯបលូមនៅក្នុងផ្ទះនៅពេលដែលនាងកំពុងតែនៅម្នាក់ឯងសំឡេងដង្ហើយហៅរបស់បិសាចហ្នឹងក៏បានបន្លឺឡើងមកកាន់នាងផងដែរចំណែកឯនៅខាងក្រៅវិញពួកគេក៏បានមើលស្គាល់បរោះដែលនៅមានជីវិតនេះគឺជាលោកគ្រូស៊ីលវ៉ាចំណែកឯអ៊ីសាវិញនៅពេលដែលគេមិនឃើញបលូមនៅទីនោះគេក៏បានរត់ទៅតាមរកបលូមឃើញបែបនេះភ្លាមថរ៉ានាងក៏បានប្រាប់ទៅកាន់ Stella ថាឲ្យទៅជួយអ៊ីសាហ្នឹងតាមរកបលូមនាងជាមួយនឹងមូសាហ្នឹងព្យាយាមជួយទៅកាន់លោកគ្រូស៊ីលវ៉ាចំណែកលោកគ្រូស៊ីលវ៉ាហ្នឹងក៏មិនបានស្គាល់ពួកគេថាជានរណានោះដែរដោយរាងកាយរបស់គាត់ហ្នឹងកំពុងតែត្រូវពឹសថរ៉ាបានប្រើធម្មពលរបស់នាងដើម្បីឲ្យវល់មួយហ្នឹងទៅរុំដៃរបស់លោកគ្រូស៊ីលវ៉ាចំណែកឯមូសាវិញនាងក៏បានទទួលអារម្មណ៍ពីលោកគ្រូហ្នឹងថាគាត់កំពុងតែភ័យខ្លាចខ្លាំងណាស់ថរ៉ាក៏បានប្រើប្រេងរុក្ខជាតិរបស់នាងដើម្បីបន្សាបពឹសទៅកាន់លោកគ្រូហើយនឹងនាំទៅព្យាបាលនៅសាលាវិញចំណែកឯអ៊ីសាជាមួយនឹង Stella វិញពួកគេបានដើរចូលទៅក្នុងព្រៃហ្នឹងកាន់តែងងឹតទៅទើបអ៊ីសាហ្នឹងបានប្រាប់ទៅកាន់ Stella ដើម្បីប្រើធម្មពលនាងដើម្បីបំភ្លឺផ្លូវប៉ុន្តែវេទមន្តរបស់ Stella ហ្នឹងគឺប្រើមិនបានផលទាល់តែសោះឃើញដូចនេះអ៊ីសាក៏បានប្រាប់ឲ្យ Stella ហ្នឹងត្រឡប់ទៅសាលាវិញដោយនាងបានធ្វើដំណើរចាកចេញទៅរកបលូមហ្នឹងតែម្នាក់ឯងតែប៉ុណ្ណោះចំណែកឯបលូមក៏បានឮសំឡេងដង្ហើយហៅរបស់បិសាចហ្នឹងខ្លាំងទៅទៅធ្វើឲ្យនាងដើរតាមសំឡេងនោះរហូតទៅដល់ក្នុងព្រៃជ្រៅមួយនាងក៏បានឃើញបិសាចដ៏ចម្លែកមួយហ្នឹងកំពុងតែឈរនៅពីចម្ងាយនាងផងដែរឃើញនៅនេះភ្លាមបលូមហ្នឹងក៏បានប្រើធម្មពលភ្លើងរបស់នាងដើម្បីដុតសម្លាប់បិសាចមួយនោះប៉ុន្តែបិសាចនោះក៏ព្យាយាមរត់សម្ដៅមកសម្លាប់បលូមវិញទោះបីជានៅខាងមុខគេហ្នឹងមានភ្លើងឆេះសន្ធោសន្ធៅយ៉ាងណាក៏ដោយបិសាចមួយនោះបានរត់សម្ដៅមកសន្ទ្រប់ពីលើបលូមប៉ុន្តែអ៊ីសាក៏បានមកទាន់ហើយនាងក៏បានប្រើធម្មពលទឹករបស់នាងដើម្បីរុញបិសាចនេះឲ្យទៅជង់នឹងឈើស្រួចមួយទៅធ្វើឲ្យបិសាចនោះបានស្លាប់បាត់បង់ជីវិតទៅហើយបលូមក៏មិនមានគ្រោះថ្នាក់អ្វីនោះដែរពួកគេក៏បានសម្លឹងទៅឃើញចិញ្ចៀនកំពុងតែនៅលើដៃបិសាចបលូមក៏បានចូលទៅយកចិញ្ចៀនមួយនោះត្រឡប់ទៅវិញនៅពេលដែល Stella បានត្រឡប់មកកាន់សាលារបស់គេវិញគេក៏បានដើរជួបជាមួយនឹង Sky ហើយបានប្រាប់ទៅកាន់ Sky ថាគេកំពុងតែព្យាយាមដើររកចិញ្ចៀនរបស់គេត្រឡប់មកវិញប៉ុន្តែវេទមន្តរបស់នាងហ្នឹងគឺប្រើមិនបានផលទាល់តែសោះ Sky ក៏បានប្រាប់ឲ្យ Stella ហ្នឹងព្យាយាមប្រាប់រឿងគ្រប់យ៉ាងទៅកាន់គេដែលបានកើតឡើងនិយាយបានតែត្រឹមនេះពួកគេក៏បានដាក់ភ្នែកសម្លឹងទៅឃើញមូសាជាមួយនឹង Thara ព្យាយាមនាំលោកគ្រូ Silva ហ្នឹងត្រឡប់មកដល់សាលាវិញបាត់ទៅហើយ Thara បានស្រែកសុំជំនួយពីសំណាក់អ្នកនៅជុំវិញហើយក៏បាននាំលោកគ្រូ Silva ហ្នឹងទៅ Greenhouse ដែលជាកន្លែងព្យាបាលចំណែកឯ Beatrice វិញគេក៏បានរត់ចូលទៅក្នុងបន្ទប់របស់អ្នកគ្រូ Farah ហើយផ្ដល់ដំណឹងទៅឲ្យគាត់ដោយអ្នកគ្រូ Farah បានប្រញាប់ចាក់ចេញទៅធ្វើឲ្យ Beatrice មានឱកាសក្នុងការឆែកឆេរនៅក្នុងបន្ទប់របស់នាយកសាលាមួយនេះហើយ Beatrice នាងក៏បានប្រើធម្មពលរន្ទះរបស់នាងដើម្បីបើកទ្វារចូលទៅក្នុងច្រកសម្ងាត់ចំណែក Sky វិញគេបានព្រួយបារម្ភពីលោកគ្រូ Silva នឹងជាខ្លាំងលោកគ្រូ Silva ក៏បានតបមកវិញថាគាត់មិនអីនោះទេទុកពេលឲ្យឪពុករបស់ Thara នឹងព្យាបាលគាត់បន្តិចទៅគឺល្អឡើងវិញហើយបន្ទាប់ពីអ្នកគ្រូ Farah បានមកដល់លោកគ្រូ Silva ក៏បានបណ្ដេញក្មេងៗនឹងចេញទៅដើម្បីនិយាយរឿងសម្ងាត់ប្រាប់ទៅកាន់អ្នកគ្រូ Farah នៅពេលដែលគាត់បានទៅដល់ទីនោះគាត់បានដឹងថាបិសាចមួយនោះបានរួចខ្លួនបាត់ទៅហើយប្រហែលជាមានអ្នកផ្សេងនឹងបានដោះលែងវាចំណែកឯ Beatrice វិញនៅពេលដែលគេនឹងកំពុងតែប្រើវេទមន្តរបស់គេស្វែងរកអាចកំបាំងនៅក្នុងបន្ទប់មួយនេះជំនួយការរបស់អ្នកគ្រូ Farah ក៏បានចូលមកដល់យ៉ាងចៃដន្យជំនួយការរបស់អ្នកគ្រូ Farah ក៏បានប្រាប់ទៅកាន់ Beatrice ថានាងមិនអាចចង់ទៅបាននោះទេដោយសារតែអ្នកគ្រូ Farah បានបញ្ចុះវេទមន្តរបស់គាត់នៅទីនោះចំណែកឯ Beatrice វិញនាងគ្រាន់តែចង់ចុះទៅខាងក្រោមហើយទៅមើលឲ្យច្បាស់ដឹងថាតើពួកគេទាំង3នាក់ដែលរួមមានលើអ្នកគ្រូ Farah ជាមួយនឹងលោកគ្រូ Silva ហើយនឹងឪពុករបស់ Thara នឹងបានលាក់អ្វីនៅទីនោះអស់រយៈពេល16ឆ្នាំនិយាយរួច Beatrice ក៏បានដើរចាក់ចេញទៅចំណែកឯពលុំជាមួយនឹង Aisha វិញគេក៏បានត្រឡប់មកដល់បន្ទប់របស់គេវិញហើយបាននិយាយប្រាប់អំពីការជួយសង្គ្រោះលោកគ្រូ Silva នឹងពីសំណាក់ Musa ជាមួយនឹង Thara បន្តិចក្រោយមក Stella នឹងក៏បានដើរចូលមកហើយ Stella បានប្រាប់ទៅកាន់ពលុំថាពួកគេទាំងអស់គ្នានឹងគួរតែអរគុណទៅដល់នាងដែលនាងបាននិយាយដោះសារកុំឲ្យអ្នកគ្រូ Farah នឹងសង្ស័យហេតុអ្វីបានជាពួកគេនឹងចូលទៅក្នុងព្រៃហើយនាងក៏បានសួរដើម្បីស្វែងរកចិញ្ចៀនរបស់នាងមកវិញពលុំបានប្រកល់ចិញ្ចៀនមួយនោះទៅឲ្យ Stella វិញបន្ទាប់មក Sky ក៏បានដើរចូលមកបំរុងនឹងនិយាយជាមួយពលុំប៉ុន្តែ Stella នឹងក៏បានហៅ Sky ដើម្បីចូលទៅក្នុងបន្ទប់របស់នាងបន្ទាប់ពីការរឿងមួយនោះមកទំនាក់ទំនងពលុំជាមួយនឹង Aisha ក៏ចាប់ផ្ដើមស្អិតរមួតឡើង Aisha បានសួរទៅកាន់ពលុំថាហេតុអ្វីបានជានាងនឹងត្រូវដើរចូលទៅក្នុងព្រៃមួយនោះពលុំក៏បានឆ្លើយប្រាប់ថាមានអ្វីនឹងកំពុងតែដង្ហើយហៅនាងនៅទីនោះនិយាយបានតែត្រឹមនេះពលុំក៏បានកើតអាការៈចម្លែកមួយឡើងដែលកៅភ្នែករបស់នាងនឹងក៏បានសឡើងហើយសាច់រឿងនៅភាគ2នេះក៏បានស្លេះតែត្រឹមនេះឯងប្រិយមិត្តទាំងអស់គ្នាកុំភ្លេចតាមដានជាមួយនឹងភាគ3របស់រឿងនេះបន្តទៀតដោយ admin ជឿជាក់ថាវាប្រកាសជាល្អមើលខ្លាំងមែនតើហើយនៅថ្ងៃស្អែក admin នឹងធ្វើការផុសនៅភាគបន្តអរគុណច្រើនអ្នកនរគ្នាហើយជួបគ្នានៅថ្ងៃស្អែកបន្តទៀត